ខ្ញុំជាអ្នកគ្រប់គ្រងមែនទីប្រហែលជា16ឆ្នាំ17ឆ្នាំមកហើយខ្ញុំមិនដែលមានអារម្មណ៍ខកចិត្តឬក៏ថ្នាក់ជាមួយនឹងក្លឹបការសម្រេចចិត្តរបស់ក្លឹបទេបាទប៉ុន្តែលើកនេះខ្ញុំពិតជាមានអារម្មណ៍ថាមែនទីពិតជាមិនមានគុណធម៌ទេបាទមែនសិទ្ធិមិនមានគុណធម៌ទៅសោះសម្រាប់ខ្ញុំអ្នកគ្រប់គ្រងមែនទីគឺខ្ញុំបង្ហាញអារម្មណ៍ថាខ្ញុំឃើញថាមែនទីមិនមានគុណធម៌ចំពោះកីឡាករដែលបានតស៊ូសាងស្នាដៃជាមួយក្លឹបទេបាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំចង់លើកឡើងអំពីប្រធានបទមួយពាក់ព័ន្ធនឹងក្លឹបបាល់ទាត់ Manchester City ដែលមិនបានបន្តកុងត្រាថ្មីទៅកាន់កីឡាករ Kevin De Bruyne ខ្ញុំបានតាមដានព័ត៌មានពី Kevin De Bruyne ជាមួយនឹង Man City ជាច្រើនសប្តាហ៍ជាច្រើនខែមកហើយខ្ញុំបានមើលឃើញថា De Bruyne នឹងត្រូវចាក់ចេញបើសិនបើ Man City មិនបន្តកុងត្រាឬក៏មិនអាចចុះកុងត្រាថ្មីជាមួយនឹង Manchester City ជាក់ស្ដែងខ្ញុំគិតថាប្រហែលជា De Bruyne គាត់អាចនឹងមានជម្រើសក្នុងការចាក់ចេញគាត់គិតថាគាត់នៅ Man City 10ឆ្នាំហើយបាទគាត់បានជួយ Man City ឈ្នះពានរង្វាន់16គ្រឿងបាទមាន Champions League ម្ដងបាទ Premier League 6ដងអញ្ចឹងខ្ញុំគិតថាប្រហែលជា De Bruyne គាត់បាទប្រហែលជាគាត់ចង់ចាក់ចេញទៅស្គាល់រសជាតិថ្មីនៅបណ្ដាក្លឹបបាល់ទាត់ផ្សេងៗនៅលីកផ្សេងៗអញ្ចឹងទៅឬក៏គាត់អាចនឹងត្រូវទៅប្រទេសអារ៉ាប់ដើម្បីទៅកាប់លុយកាប់អីអញ្ចឹងទៅប៉ុន្តែជាក់ស្ដែងគឺមិនមែនទេបងប្អូនប៉ុន្មានខែកន្លងមកនេះខ្ញុំគិតថា De Bruyne គាត់ប្រហែលជាគាត់ចង់ចាក់ចេញបាទពី Man City ទើបគាត់មិនទាន់បន្តកុងត្រាថ្មីប៉ុន្តែជាក់ស្ដែងក្រោយពីបានអានព័ត៌មានប្រហែលថ្ងៃមុននេះខ្ញុំបានឃើញ De Bruyne គាត់បង្ហាញអារម្មណ៍បាទមិនសប្បាយចិត្តហើយគាត់ពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលជាមួយក្លឹបបាល់ទាត់ Man City តែយ៉ាងណាក៏គាត់គោរពលើការសម្រេចចិត្តរបស់ក្លឹបដែរគាត់មិនតវ៉ាអីច្រើនទេប៉ុន្តែគាត់គ្រាន់តែឆ្ងល់ថាហេតុអីបានជាសមត្ថភាពគាត់នៅតែមានអាចបង្ហាញទម្រង់លេងបាននៅលើទីលានបែរជាគាត់មិនត្រូវបាន Man City បន្តកុងត្រាថ្មីហើយជាក់ស្ដែងប្រហែលមួយរយៈកាលកន្លងទៅលោក Pep Guardiola ក៏បានលើកឡើងថា De Bruyne គួរតែជាពេលវេលាមួយដែលល្អសម្រាប់ការចាក់ចេញរបស់គាត់ហើយគាត់មិនបានរារាំងគាត់មិនបានហាម5ឬក៏គាត់មិនបានចង់ខាត់ De Bruyne ឲ្យនៅ Man City បន្តទេនេះគឺការលើកឡើងរបស់លោក Pep Guardiola ដល់ចុងក្រោយប្រហែលថ្ងៃនេះ De Bruyne គាត់ពិតជាចង់នៅបន្តនៅ Premier League គាត់មិនចង់ចាក់ចេញទេបងប្អូនយើងបាទគាត់អត់ចង់ទៅលេងនៅលីកផ្សេងដើម្បីកាប់លុយបាទគាត់អត់បានមើលឃើញលុយសំខាន់ទេDe Bruyne បើសិនជាគាត់ជាកីឡាករដែលចង់បានលុយបំផុតនោះគឺគាត់អត់ពិបាកទេគាត់ទៅចូលរួមនៅលីកអារ៉ាប់ក្លឹបបាល់ទាត់នៅអារ៉ាប់ចង់បានគាត់ច្រើនណាស់សមត្ថភាពគាត់គឺជាកីឡាករលំដាប់ពិភពលោកបងប្អូនយើងខ្សែបំរើប្រយុទ្ធដែលគ្រប់គ្នាទទួលស្គាល់ថាគាត់ជាបាទអាចទៅ top 1មួយដែរនៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ននេះបាទប៉ុន្តែយ៉ាងណាមួយរយៈចុងក្រោយគាត់ធ្លាក់តម្រង់បន្តិចដោយសារគាត់មានបញ្ហារបួសប៉ុន្តែក៏គាត់មិនធ្លាក់តម្រង់ដល់ថ្នាក់លេងទទួលយកបានដែរខ្ញុំជាអ្នកគ្រប់គ្រងមែនទីប្រហែលជា16ឆ្នាំ17ឆ្នាំមកហើយខ្ញុំមិនដែលមានអារម្មណ៍ខកចិត្តឬក៏ថ្នាក់ជាមួយនឹងក្លឹបការសម្រេចចិត្តរបស់ក្លឹបទេបាទប៉ុន្តែលើកនេះខ្ញុំពិតជាមានអារម្មណ៍ថាមែនទីពិតជាមិនមានគុណធម៌ទេបាទ Man City មិនមានគុណធម៌ទៅសោះសម្រាប់ខ្ញុំអ្នកគ្រប់គ្រងមែនទីគឺខ្ញុំបង្ហាញអារម្មណ៍ថាខ្ញុំឃើញថាមែនទីមិនមានគុណធម៌ចំពោះកីឡាករដែលបានតស៊ូសាងស្នាដៃជាមួយក្លឹបទេកន្លងមកខ្ញុំគិតថា Real Madrid ជាក្លឹបមួយដែលតានតឹងពិបាកក្នុងការបន្តកុងត្រាឲ្យកីឡាករដែលមានវ័យចំណាស់ប៉ុន្តែជាក់ស្ដែងមកដល់ពេលឥឡូវនេះគឺថា Real Madrid នៅតែផ្ដល់ឱកាសឲ្យកីឡាករដូចជា Luka Modric ហើយដូច Toni Kroos បើសិនជាគាត់សង្គមសម្រាប់ចិត្តចាក់ចេញពី Real Madrid ហ្នឹងក៏ Real Madrid នៅបន្តកុងត្រាឲ្យ Toni Kroos ដែរប៉ុន្តែដល់ជាក់ស្ដែងឥឡូវនេះខ្ញុំមើលឃើញថា Man City មិនបានបាទមិនមានមនោចេតនាក្នុងការផ្ដល់ឲ្យកីឡាករដែលធ្លាប់បានតស៊ូមួយក្លឹបទេលោកបាទ Pep Guardiola ក៏មិនមានអ្វីនិយាយច្រើនដែរពាក់ព័ន្ធនឹងរឿងរ៉ាវនេះប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំនៅតែឆ្ងល់ថាហេតុអីបានជាសមត្ថភាពប៉ុន De Bruyne មិនអាចបន្តកុងត្រាឲ្យគាត់ហើយគាត់បានបើកចំហហើយឥឡូវនេះគាត់បើកចំហឲ្យគាត់អត់តន់ចង់ទៅលេងលីកណាដែលមានលុយច្រើនដូចនៅលីកអាមេរិកដូចនៅលីកអារ៉ាប់អីទេគាត់អត់ចង់ទៅទេគាត់នៅបើកភ្លើងខៀវឲ្យក្លឹបបាល់ទាត់នៅក្នុងលីកបាទប្រទេសអង់គ្លេសអាចបន្តចុះកុងត្រាគាត់នៅចង់លេងគាត់នៅចង់បង្ហាញសមត្ថភាពគាត់នៅលើទីលានគាត់គិតថាគាត់នៅតែមានសមត្ថភាពអាចបង្ហាញបានល្អប៉ុន្តែ Man City នេះគឺមិនផ្ដល់កុងត្រាឲ្យគាត់ទេហើយបើសិនជាគ្រាន់តែថាកុងត្រាមិនផ្ដល់ឲ្យហើយមិនបាច់ចាំតែចង់ធ្វើរូបសំណាក De Bruyne ជា legend អីទេមិនបាច់ទេបាទព្រោះវាខុសពីអ្វីដែលខ្ញុំមើលឃើញចាក់ស្ដែងដូចការចំនួន David Silva នៅ Man City Silva សមិទ្ធផលនៃការជួយក្លឹបតិចជាងកីឡាករ Kevin De Bruyne ផងបាទហើយអាយុ Silva ក៏អាចថាវ័យរៀងជ្រេដែរហើយកាលនោះបាទគាត់បានបង្ហាញសមត្ថភាពនៅ Man City 10ឆ្នាំក៏ជាការរួមចំណែកដែរហើយ Silva ក៏ជា fan ជា idol របស់ខ្ញុំដែរខ្ញុំជា fan របស់គាត់ផ្ទាល់ដែរប៉ុន្តែជាក់ស្ដែងបាទកាលនោះគឺលោក Pep Guardiola ហាមឃាត់ចង់បន្តកុងត្រាឲ្យ David Silva នៅបន្តទៀតស្នាក់នៅបន្តទៀតតែ Silva គាត់ចង់សម្រេចចិត្តចាក់ចេញព្រោះគាត់គិតថាគាត់នៅនឹងលីកបាទ Premier League នេះ10ឆ្នាំហើយគាត់ចង់ត្រឡប់ទៅលើទឹកដីរបស់គាត់កំណើតរបស់គាត់វិញនៅអេស្ប៉ាញប៉ុន្តែហេតុអីបានជា De Bruyne សមត្ថភាពប៉ុន De Bruyne Man City មិនផ្ដល់កុងត្រាឲ្យខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយចំពោះក្លឹបមែនទែន
ដែលខ្ញុំស្រឡាញ់មែនទីជាង10ឆ្នាំមកនេះបែរជាមែនទីធ្វើឲ្យរឿងមួយដែលខ្ញុំខកចិត្តខ្លាំងក្នុងនាមជាគាត់ជា legendary ក្នុងនាមជា De Bruyne ជាកីឡាករដែលតស៊ូមួយក្លឹបគូណាស់តែផ្ដល់កងត្រាថ្មីជូនគាត់រងចាំទៀតរហូតមកដល់ចិត្តផុតកងត្រាហើយនេះបាទនៅតែមិនទាន់មានឃើញកងត្រាថ្មីឲ្យគាត់ចុះហត្ថលេខាបន្តកងត្រា1ឆ្នាំឬ2ឆ្នាំទៀតបាទនេះគឺជារឿងមួយដែលខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងដែលខ្ញុំគ្រប់គ្រងមែនទីជាង10ឆ្នាំមកនេះខ្ញុំមិនដែលមានរឿងរ៉ាវអន់ចិត្តជាមួយមែនទីទេប៉ុន្តែជាក់ស្ដែងថ្ងៃនេះគឺខ្ញុំមានរឿងមួយនេះដែលខ្ញុំពិតជាមិនសប្បាយចិត្តទេហើយ De Bruyne គាត់នៅតែជាកីឡាករដ៏ល្អម្នាក់ដែលខ្ញុំគិតថាគាត់នៅអាចបង្ហាញសមត្ថភាពនៅក្នុងលីករបស់ប្រទេសអង់គ្លេស Premier League បានអញ្ចឹងខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយតែយ៉ាងណាក៏ដោយក៏ជូនពរ De Bruyne បាទអាចបន្តប្រឹងប្រែងបង្កើតអ្វីដែលថ្មីសម្រាប់ខ្លួនឯងនៅក្នុងលីកបាល់ទាត់អង់គ្លេសបន្តទៀតអាចទៅចូលរួមមួយក្លឹបបាល់ទាត់ជាច្រើនបាទអត់ខ្វះទេសម្រាប់ភាព De Bruyne គឺក្លឹបណាក៏គេចង់បានដែរអញ្ចឹងមែនទីបើសិនជាមែនទីបោះបង់ De Bruyne ពេលនេះខ្ញុំគិតថាមែនទីគឺបោះបង់ De Bruyne ខុសហើយបាត់បង់គុណធម៌បាទក្លឹប Man City នឹងបាត់បង់គុណធម៌ហើយកីឡាករដែលខិតខំប្រឹងប្រែងមួយក្លឹបវាហាក់ដូចជាមិនមានតម្លៃបាទដល់ពេលមានរឿងរ៉ាវ De Bruyne ជាមួយ Man City ដែល Man City មិនបន្តកងត្រានេះខ្ញុំនឹកឃើញភ្លាមបងប្អូនយើងនឹកឃើញដល់ចៅកុនសាឡូភ្លាមបាទកុនសាឡូថា Man City គឺជាក្លឹបមួយដែលមិនល្អបាទមិនមានគុណធម៌ទេបាទកុនសាឡូធ្លាប់លើកឡើងបែបនេះតែខ្ញុំមិនទាន់ជឿខ្លាំងទេបាទខ្ញុំគិតថាកុនសាឡូគ្រាន់តែគាត់អារម្មណ៍គាត់ខឹងមកឆាយគាត់ក្មេងគាត់អត់សប្បាយចិត្តមួយក្លឹបគាត់ចេះតែនិយាយប៉ុន្តែជាក់ស្ដែងមកដល់ម៉ោងនេះនៅពេលដែល De Bruyne បង្ហើបរឿងនេះឡើងខ្ញុំជឿជាក់ថា Man City គឺជាក្លឹបអញ្ចឹងមែនហើយក្នុងនាមជាអ្នកគ្រប់គ្រង Man City ជាង10ឆ្នាំជាងមួយទសវត្សរ៍មកនេះពិតជាអន់ចិត្តមិនអាចទទួលយកបាននៅអ្វីដែលក្លឹបបានសម្រេចចិត្តទេតែ De Bruyne សរសើរគាត់បានលើកឡើងថាគាត់នៅតែមិនតវ៉ាមិនមានការថ្នាំងថ្នាក់អីទេជាមួយក្លឹបអានេះគាត់គោរពទៅតាមការសម្រេចចិត្តរបស់ក្លឹបតែយ៉ាងណាយើងក៏សង្ឃឹមថា De Bruyne នឹងបន្តអាចបង្ហាញខ្លួននៅ Premier League បន្តទៀតហើយថ្ងៃណាមួយខ្ញុំនឹងចង់ឃើញ De Bruyne បំបាក់ Man City បាននៅពេលដែលជួបជាមួយនឹងក្លឹបដែល Man City ដែល De Bruyne ទៅចូលរួមនៅក្នុង Premier League ប៉ុន្តែយ៉ាងណាក៏ដោយយើងក៏មិនដឹងថាតើគាត់អាចនៅ Premier League បន្តឬក៏គាត់ទៅលេងលីកនៅបាទលីកនៅអាមេរិកឬក៏លីកនៅប្រទេសអារ៉ាប់ប៉ុន្តែអ្វីដែលសំខាន់ខ្ញុំឃើញថា De Bruyne គាត់អត់បានចង់បានលុយជាងការប្រជែងប្រកួតប្រជែងលើទីលានទេគាត់នៅតែស្រឡាញ់កម្រិតការប្រកួតប្រជែងលីកនៅអឺរ៉ុបដដែលបាទអត់មើលលុយជាធំទេនេះគឺជាគុណធម៌មួយដែលគាត់យើងមើលឃើញថា De Bruyne មិនត្រឹមជាកីឡាករមានសមត្ថភាពទេប៉ុន្តែក៏ជាកីឡាករដែលមើលឃើញទៅលើការអភិវឌ្ឍសមត្ថភាពខ្លួនឯងសំខាន់ជាងលុយទៅទៀតអរគុណច្រើនបងប្អូនយើងបាទកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយផងហើយសម្រាប់ fan Man City ផ្សេងទៀតបើសិនជាយល់ឃើញខុសពីខ្ញុំក៏ដឹងដែរបាទនេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រង Man City ជាង10ឆ្នាំហើយបាទជិត2ទសវត្សរ៍ហើយអញ្ចឹងអត់មានអ្វីច្រើនទេបងប្អូនយើងបាទមានការលើសលួសខ្វះខាតក៏សូមអធិស្ឋានបាទប៉ុន្តែបងប្អូនកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយមកសូមអរគុណ